បណ្ដាសាប្រាសាទព្រះវិហារកំពុងលងបន្លាចនគរសៀមការបំផ្លាញប្រាសាទព្រះវិហារសៀមមិនត្រឹមតែត្រូវបណ្ដាសាបុព្វបុរសខ្មែរប៉ុណ្ណោះទេតែសៀមក៏ត្រូវបណ្ដាសាស្ដេចសៀមខ្លួនឯងរឿងដែលសៀមត្រូវបណ្ដាសាបុព្វបុរសខ្មែរមិនមែនជារឿងដែលគួរឲ្យចម្លែកទេប៉ុន្តែហេតុអ្វីទើបសៀមត្រូវបណ្ដាសាស្ដេចសៀមខ្លួនឯងរឿងនោះព្រោះតែបណ្ដាសានេះកើតចេញពីស្រះទឹកបុរាណដ៏ស័ក្តិសិទ្ធិដែលស្ថិតនៅលើកំពូលភ្នំនៃប្រាសាទព្រះវិហារអតីតស្ដេចសៀមភូមិបុលអាដុលយ៉ាដេតដើម្បីបំពេញពិធីអភិសេកឡើងគ្រងរាជសម្បត្តិរបស់ខ្លួននៅឆ្នាំ1946បានប្រើប្រាស់ទឹកពីប្រភពស័ក្តិសិទ្ធិជាច្រើនកន្លែងនៅទូទាំងប្រទេសសៀមក្នុងចំណោមប្រភពទឹកស័ក្តិសិទ្ធិទាំងនោះស្ដេចអង្គនេះក៏បានលួចយកទឹកពីស្រះបុរាណនៅប្រាសាទព្រះវិហាររបស់ខ្មែរទៅប្រើក្នុងពិធីអភិសេកឡើងគ្រងរាជសម្បត្តិដើម្បីបំពេញឫទ្ធិបារមីរបស់ខ្លួនត្រួតត្រានគរសៀមការប្រើប្រាស់ទឹកនេះមិនមែនជារឿងចៃដន្យទេតែជាការទទួលស្គាល់ដោយផ្ទាល់នូវភាពស័ក្តិសិទ្ធិនិងបារមីរបស់ប្រាសាទព្រះវិហារតាមជំនឿព្រហ្មញ្ញសាសនាទឹកពីស្រះបុរាណនៃប្រាសាទព្រះវិហារដ៏ស័ក្តិសិទ្ធិគឺមានន័យថាជាទឹកមុនដែលតំណាងឲ្យអំណាចនៃរាជានុសិទ្ធិរបស់ស្ដេចសៀមអង្គនោះតែក្រោយមកនៅពេលថ្មីនេះក្រោយពេលដែលសៀមបើកការវាយប្រហារដល់ព្រៃផ្សៃលើប្រាសាទព្រះវិហារវាហាក់ដូចជាពួកគេបានបំពាននៅសម្បត្តិរបស់ស្ដេចខ្លួនឯងការវាយប្រហារនេះមិនត្រឹមតែបានបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេតែបានបំផ្លាញនៅបារមីដែលស្ដេចរបស់ពួកគេធ្លាប់បានគោរពបូជាហេតុដូច្នេះហើយបានជាគេជឿថាគ្រោះមហន្តរាយជាបន្តបន្ទាប់ដែលបានកើតឡើងលើទឹកដីថៃដូចជាទឹកជំនន់ដ៏ធំវិបត្តិសេដ្ឋកិច្ចវិបត្តិនយោបាយគឺមិនមែនជាការដាក់ទោសពីបុព្វបុរសខ្មែរតែម្យ៉ាងទេប៉ុន្តែក៏ជាបណ្ដាសាពីអតីតស្ដេចសៀមភូមិបុលអាដុលយ៉ាដេតផងដែរប្រាសាទព្រះវិហារមិនមែនជាសំណង់ថ្មធម្មតានោះទេតែជាទីកន្លែងសក្ការៈបូជាដ៏ពិសិដ្ឋដែលកសាងឡើងដោយព្រះរាជាខ្មែរ4អង្គតាំងពីសតវត្សទី9ដល់សតវត្សទី12ដោយចំណាយពេលរាប់រយឆ្នាំដើម្បីកសាងប្រាសាទព្រះវិហារដើមឡើយមានឈ្មោះថាស្រីសិខៈរីស្វារៈដែលមានន័យថាបារមីភ្នំតាមរយៈសិលាចារឹកនិងរឿងព្រេងប្រាសាទនេះមានបារមីនិងបណ្ដាសាការពារដ៏ខ្លាំងក្លាពីបុព្វបុរសខ្មែរហើយចាប់តាំងពីការវាយប្រហារលើប្រាសាទព្រះវិហារសៀមបានជួបនឹងគ្រោះមហន្តរាយជាបន្តបន្ទាប់ដែលធ្វើឲ្យគេមិនអាចមើលរំលងបានឡើយភ្លាមក្រោយការវាយប្រហារសៀមបានជួបគ្រោះមហន្តរាយទឹកជំនន់ដ៏ធំនៅខេត្តជាច្រើនរួមទាំងក្រុងបាងកកដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិសៀមចំណែកឯស្ថានភាពសេដ្ឋកិច្ចវិញសៀមគ្មានកំណើនសេដ្ឋកិច្ចនោះទេហើយការនាំចេញបានធ្លាក់ចុះយ៉ាងគំហុកដោយសារគោលនយោបាយពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកនិងការរកស៊ីមិនស្មោះត្រង់របស់សៀមចំនួននយោបាយនិងចំនួនតាមព្រំដែនជាមួយកម្ពុជាបានធ្វើឲ្យសេដ្ឋកិច្ចសៀមនៅតាមតំបន់ជាប់ព្រំដែនជាមួយកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផលប៉ះពាល់ទាំងនោះរួមមានការធ្លាក់ចុះនៃពាណិជ្ជកម្មការថយចុះ